ដើម្បីឲ្យបានសុខសាន្តទាំងអស់គ្នានោះវាត្រូវការអាណាចក្រសុខសាន្តជាមូលដ្ឋានដើម្បីសុខសាន្តពិតប្រាកដគឺវាត្រូវការធាតុ4ដ៏សំខាន់ហៅថាចតុដ្ឋានសុខសាន្តមានន័យថាធាតុសុខសាន្តទាំង4មានអាណាចក្រមានអនុត្តរៈមានលោកយៈហើយនឹងមានធម្មចក្រសុខសាន្តទាំង4ហ្នឹងទើបធ្វើឲ្យយើងសុខសាន្តទាំងអស់គ្នាហើយដើម្បីឲ្យយើងបានសុខសាន្តទាំងអស់គ្នាយ៉ាងពិតប្រាកដតលតែយើងប្រើសម្ដីមាសសម្ដីដែលមានប្រយោជន៍យ៉ាងពិតប្រាកដនៅក្នុងព្រះពុទ្ធសាសនាហៅថាធម្មទានធ្វើធម្មទានហ្នឹងគឺធ្វើនៅសម្ដីមាសហ្នឹងហើយចែកនៅគំនិតចែកនៅចំណេះដឹងដែលមានប្រយោជន៍នាំមកនៅភាពរីកចម្រើនសម្រាប់ខ្លួនយើងសម្រាប់គ្រួសារយើងសម្រាប់សង្គមជាតិយើងទាំងអស់ហ្នឹងហៅថាធម្មទានវាគឺជាសម្ដីមាសអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតហើយកុំភ្លេចគាំទ្រខ្ញុំដោយការជាវសិភៅអរិយប្រតិ